បាទសួស្តីបងប្អូនទាំងអស់គ្នានៅក្នុងសង្គម Facebook បាទជាទីមេត្រីបាទថ្ងៃនេះខ្ញុំបាទចង់បញ្ចេញមតិយោបល់បន្តិចពាក់ព័ន្ធទៅនឹងបាទការសរសេរភាសាខ្មែរតែមិនប្រើតួអក្សរខ្មែរបាទគឺប្រើតួអក្សរឡាតាំងយកមកប្រកបដើម្បីឲ្យចេញសូរស័ព្ទជាភាសាខ្មែរបាទអញ្ចឹងកន្លងមកខ្ញុំឃើញមានបងប្អូនមួយចំនួនច្រើនបាទជាពិសេសគឺបងប្អូនដែលជាយុវជនយុវនារីបាទអញ្ចឹងគឺគាត់ប្រើការសរសេរជាភាសាខ្មែរនេះដោយប្រើតួអក្សរឡាតាំងយកមកប្រើបាទហើយក៏ឃើញមានការខមមិនដាក់គ្នាការចេញវីដេអូបាទបន្ទោបង្អាប់គ្នាជេរគ្នាទៅវិញទៅមកអីនឹងដែរបាទវាជាសិទ្ធិរបស់អ្នកទាំងអស់គ្នាមែនប៉ុន្តែបើសិនតាមគំនិតយោបល់របស់ខ្ញុំគឺបាទសូមបងប្អូនកុំសរសេរបាទភាសាខ្មែរដោយប្រើតួអក្សរឡាតាំងបែបនេះបាទព្រោះថាការប្រកបបាទជាសូរស័ព្ទរបស់អក្សរខ្មែរយើងហើយបងប្អូនប្រើអក្សរឡាតាំងបាទនិយាយរួមទៅគឺវាមិនប្រើជាផ្លូវការអីបានទេបាទអត់ប្រើជាផ្លូវការអីបានទេអញ្ចឹងណាមួយទៀតនេះគឺធ្វើបែបនេះហាក់បីដូចជាបងប្អូនព្យាយាមបំភ្លេចនៅបាទអត្តសញ្ញាណជាតិរបស់យើងបាទអញ្ចឹងអត្តសញ្ញាណជាតិរបស់យើងគឺទី1គឺបាទការប្រើអក្សរទី2គឺការប្រើភាសានិយាយបាទអញ្ចឹងទាំងភាសានិយាយក៏ដូចជាភាសាសរសេរដែរបាទអញ្ចឹងភាសានិយាយឬក៏ភាសាសរសេរគឺជាអត្តសញ្ញាណជាតិបាទអត្តសញ្ញាណជាតិខ្មែររបស់យើងអញ្ចឹងសម្រាប់ខ្ញុំបាទសូមបងប្អូនយកល្អបងប្អូនគួរគប្បីកុំប្រើបាទជារួមកុំសរសេរសូរស័ព្ទខ្មែរដោយប្រើតួអក្សរឡាតាំងបាទព្រោះដូចខ្ញុំបាននិយាយអំបញ្ញមិញហើយថាវាមិនអាចយកទៅប្រើជាផ្លូវការទេអញ្ចឹងបើសិនបងប្អូនបាទប្រើអក្សរឡាតាំងបាទសូមបងប្អូនសរសេរជាភាសាអង់គ្លេសតែម្ដងទៅហើយចំណែកដែលបងប្អូនដែលមិនទាន់ចេះភាសាអង់គ្លេសគឺបងប្អូនរៀនភាសាអង់គ្លេសតែម្ដងទៅបាទព្រោះនៅពេលដែលបងប្អូនចេះអក្សរឡាតាំងមានន័យថាងាយស្រួលនៅក្នុងការសិក្សាភាសាអង់គ្លេសហើយនៅពេលដែលបងប្អូនចេះភាសាអង់គ្លេសគឺបងប្អូនអាចយកភាសានេះទៅប្រើជាផ្លូវការបាទប្រើជាផ្លូវការបានតែម្ដងគឺទូទាំងពិភពលោកប្រើជាលក្ខណៈអន្តរជាតិតែម្ដងបាទអញ្ចឹងនៅពេលដែលបងប្អូនចេះភាសាអង់គ្លេសគឺបងប្អូនអាចទំនាក់ទំនងគ្នាជាលក្ខណៈអន្តរជាតិបានបាទប៉ុន្តែអ្វីដែលផ្ដោតសំខាន់ពីនេះគឺបាទដែលដូចខ្ញុំបាននិយាយខាងដើមមិញហ្នឹងគឺបាទសូមបងប្អូនជិះវៀងកុំប្រើបាទអក្សរឡាតាំងដើម្បីមកប្រកបជាសូរស័ព្ទរបស់ភាសាខ្មែរបាទធ្វើបែបនេះបីដូចជាបាទលុបបាទបំបត្តិនៅអត្តសញ្ញាណជាតិរបស់យើងអញ្ចឹងបាទអញ្ចឹងសូមអរគុណចំពោះការតាមដានវីដេអូនេះបាទអរគុណជួបគ្នានៅវីដេអូក្រោយបាទអរគុណបាទសូមជម្រាបលា